ចតុស្រជនងាកទៅមហោស្រពភាពយន្តលើកទី11នៅបរិជាណាចក្រកម្ពុជាគឺជាសក្ខីភាពនៃចំណងមិត្តភាពដ៏ជ្រាលជ្រៅនិងយូរអង្វែងរវាងកម្ពុជានិងជប៉ុនថ្ងៃនៅក្នុងឱកាសពិធីបើកមហោស្រពភាពយន្តជប៉ុនលើកទី11នៅបរិជាណាចក្រកម្ពុជាលោកជំទាវបណ្ឌិតសភាចាភឿនសក្កណារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានចាត់ទុកមហោស្រពឆ្នាំនេះគឺជាសក្ខីភាពនៃចំណងមិត្តភាពដ៏ជ្រាលជ្រៅនិងយូរអង្វែងរវាងកម្ពុជានិងជប៉ុននិងបន្តពង្រឹងទំនាក់ទំនងចំណងវប្បធម៌របស់ប្រជាជននៃប្រទេសទាំងពីរជំរុញការយល់ដឹងកាន់តែទូលំទូលាយនិងភាពជាដៃគូប្រកបដោយអត្ថន័យនៅក្នុងវិស័យនានាហើយសកម្មភាពនេះគឺមិនត្រឹមតែជាការជួយជំរុញនិងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីកម្ពុជាជប៉ុនប៉ុណ្ណោះទេតែជាការរួមចំណែកយ៉ាងសំខាន់ទៅដល់ការអភិវឌ្ឍសមត្ថភាពចំណេះដឹងជំនាញនិងបទពិសោធន៍ដល់ផលិតករភាពយន្តកម្ពុជាផងដែរលោកជំទាវរដ្ឋមន្ត្រីបានបន្តទៀតថាប្រទេសកម្ពុជានិងជប៉ុនគឺបានផ្សារភ្ជាប់ទំនាក់ទំនងនិងទុកទំនុកចិត្តរវាងគ្នាជាយូរអង្វែងមកហើយពិសេសនៅក្នុងឆ្នាំនេះជាខួបលើកទី72នៃការបង្កើតទំនាក់ទំនងការទូតរវាងគ្នាដែលប្រទេសទាំងពីរគឺបានខិតខំបន្តពូនជ្រុំបង្កើតនៅថែរក្សាទំនាក់ទំនងដ៏ល្អប្រសើរក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ជាញឹកញាប់និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំនៅក្នុងវិស័យនានាឯកឧត្តមអ៊ូអ៊ីណូអាស៊ូស៊ីឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជាបានបង្ហាញនៅចំណាប់អារម្មណ៍ចំពោះកម្មវិធីក្រោយពីរីករាយនឹងទស្សនាភាពយន្តនិងសង្ឃឹមថាប្រជាជនកម្ពុជានឹងបានឃើញនូវទស្សនវិជ្ជាចម្រុះនៃសង្គមនិងវប្បធម៌របស់ប្រទេសជប៉ុនតាមរយៈការទស្សនាភាពយន្តជាច្រើនប្រភេទហើយកាន់តែចាប់អារម្មណ៍ទៅលើប្រទេសជប៉ុនមហោស្រពភាពយន្តជប៉ុនឆ្នាំនេះត្រូវបានសម្ពោធជាមួយនឹងការចាក់បញ្ចាំងខ្សែភាពយន្ត Sunset Sunrise ដែលជាស្នាដៃដ៏ល្បីល្បាញប្រចាំឆ្នាំ2025ភាពយន្តនេះគឺបានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជននិងភ្ញៀវកិត្តិយសដែលបានចូលរួមដោយសពបញ្ជាក់អំពីគុណភាពនៃវិស័យភាពយន្តជប៉ុននាពេលបច្ចុប្បន្នក៏បញ្ជាក់ផងដែរថាមហោស្រពភាពយន្តជប៉ុនឆ្នាំ2025នឹងបន្តចាក់បញ្ចាំងខ្សែភាពយន្តរបស់ប្រទេសជប៉ុនសរុបចំនួន19រឿងដែលមានប្រភេទផ្សេងៗគ្នាដូចជារឿងភាគភាពយន្តបែបប្រឌិតភាពយន្តបែបអាថ៌កំបាំងនិងស៊ើបអង្កេតភាពយន្តគំនូរជីវចលភាពយន្តកំ pl ែងនិងភាពយន្តបែបបុរាណជាដើមការចាក់បញ្ចាំងខ្សែភាពយន្តទាំងអស់នេះនឹងប្រព្រឹត្តទៅជារៀងរាល់ចុងសប្តាហ៍ពីថ្ងៃទី6ខែធ្នូដល់ថ្ងៃទី14ខែធ្នូឆ្នាំ2025នៅតាមរោងភាពយន្តនានានៅទូទាំងទីក្រុងភ្នំពេញសម្បត្តិចូលទស្សនាត្រូវបានផ្ដល់ជូនឥតគិតថ្លៃសម្រាប់សាធារណជនទូទៅដោយអ្នកទស្សនាអាចទទួលបានសម្បត្តិនៅទីតាំងចាក់បញ្ចាំងខ្សែភាពយន្តផ្ទាល់